វីដេអូនឹងដែរគឺសម្រាប់បងណាដែលគាត់ចង់បានប្រភេទតំណែងណាដែរឆាប់បានទទួលទិន្នផលលឿនអត់ប្រើរយៈពេលយូរក្នុងការថែទាំងាយស្រួលក្នុងការដាំនៅណាក៏រស់ខ្ញុំមានប្រភេទតំណែង2ទៅ3មុខជូនដល់បងតាគ្នាសង្ឃឹមថាវាអាចនឹងក្លាយទៅជាប្រយោជន៍ដល់បងតាគ្នាក៏ដូចជាអាចក្លាយជាលុយហូរចូលហៅប៉ៅដល់បងតាគ្នាផងដែរតំណែងទី1នោះគឺប្រភេទដាំស្អំដាំស្អំនេះដែរគឺងាយស្រួលក្នុងការដាំមែនតើបងប្រើរយៈពេលត្រឹមតែ3ខែទៅ4ខែគឺទទួលបានទិន្នផលហើយសម្រាប់បងណាដែលគាត់អត់មានដីដាំទេអាចដាំជុំវិញតំបងផ្ទះរបស់គាត់ក៏បានដែរណាតែបងថាអត់ចូលចិត្តបន្លាជុំវិញផ្ទះទេអញ្ចឹងយើងអាចបដូរមកដាំជាប្រភេទដើមអំពិលផ្អែមឬក៏អំពិលជូរបានប្រភេទត្រួយរបស់វាយើងអាចយកទៅលក់បន្ថែមទៀតបានទី3ដែលខ្ញុំចង់បង្ហាញដល់បងតាគ្នានោះគឺប្រភេទដើមស្ដៅយើងមានស្ដៅ3រដូវដែលស្ដៅហ្នឹងបងអាចញ៉ាំត្រួយក៏បានឬក៏មានផ្កាញ៉ាំផ្កាក៏បានដែរហើយក៏មានតម្លៃនៅលើទីផ្សារផងដែរអញ្ចឹងសម្រាប់បងណាដែលគាត់ចង់រកចំណូលបន្ថែមអាចសាកមើលប្រភេទតំណាំ3-4មុខដែលខ្ញុំណែនាំខាងក្រោយមិញទៅអាចដាំមួយណាបានបងគិតគ្នាមួយគ្រួសារអាចដាំមួយណាមួយណីអាចរកទិញនៅណាបានគិតគ្នាមួយគ្រួសាររបស់យើងចាប់ផ្ដើមដាំពីឥឡូវហ្នឹងទៅអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងនឹងអាចក្លាយទៅជាប្រយោជន៍ដល់បងតាគ្នាហើយប្រភេទតំណែងទី4ដែលខ្ញុំចង់បង្ហាញដល់បងតាគ្នានោះគឺប្រភេទដើមព្រិចដើមព្រិចនឹងដែរក៏គេញ៉ាំច្រើនដែរបងណាអាចសាកដាំមួយដើមពីរដើមលេងក៏បានដែរចឹងប្រភេទតំណែងទី5ដែលខ្ញុំចង់បង្ហាញដល់បងតាគ្នានោះគឺកូនពៅដើមល្ងាចបងអាហ្នឹងគេយកទៅញ៉ាំបាញ់ឆាវអីហ្នឹងចាអញ្ចឹងបងអាចគិតគ្នាទៅអាចដាំមួយណាបានយើងពិសាមួយគ្រួសារយើងចាប់ដៃគ្នាឆ្លៀតពេលល្ងាចឡើងដាំលេងបានផលមែនតែនបានលុយហូរចូលហើយប៉ាយើងមែនតែនចាវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបាយ